ថ្មិចបើកពេលវេលាបានកន្លងទៅជិតមួយឆ្នាំហើយដែលខ្ញុំបានធ្វើវីដេអូបង្ហាញជូនបងប្អូនបាទនិងជូនដល់បងប្អូនអតិថិជនទាំងអស់គ្នាខ្ញុំក៏សូមថ្លែងអំណរគុណដល់បងប្អូនអតិថិជនទាំងអស់គ្នាព្រមទាំងបងប្អូនទាំងអស់គ្នាដែលតែងតែចូលរួមទស្សនាបាទឥឡូវនេះខ្ញុំសូមលើកយកវីដេអូសរុបរួមរបស់បងប្រុសដែលបងប្រុសបានបន្តការកសាងរហូតមកដល់សប្តាហ៍ថ្ងៃនេះឥឡូវ2អង្គដែលខ្ញុំថាមកបង្ហាញក្នុងពេលនេះឥឡូវរួចរាល់ហើយបាទគឺជាប្រភេទបញ្ញាក្អែកពីរមុខទៀតទី1គឺបញ្ញាក្អែកដើមកណ្ដោលដែលខ្ញុំកាន់សាច់រាងសក្រហមនេះបងប្អូនណាតួអង្គព្រះឈ្នះមានហ្នឹងគឺដើមកណ្ដោលហើយតួអង្គទី2ដែលខ្ញុំបានកាន់នេះបងប្អូនណាបាទរាងកម្ៅហ្នឹងគឺជាប្រភេទបញ្ញាក្អែកដើមកង្កោកឥឡូវនេះខ្ញុំសូមលើកយកវីដេអូចាស់របស់បងប្រុសដែលពីកាលដែលខ្ញុំបានចាប់ផ្ដើមធ្វើវីដេអូដំបូងហ្នឹងគឺបានបង្ហាញពីចំនួនតួអង្គដែលបងប្រុសបានកសាងបាទក្នុងនោះមានប្រភេទបញ្ញាក្អែកចំនួន10មុខបាទហើយមូលហេតុដែលខ្ញុំលើកយកមកបង្ហាញជូនបងប្អូនសរុបទាំងវីដេអូចាស់និងវីដេអូថ្មីនេះគឺចង់បញ្ជាក់ជូនថាប្រភេទបញ្ញាក្អែកយើងនឹងមានច្រើនមុខបងប្អូនបាទហើយខ្ញុំនៅតែបន្តលើកមកបង្ហាញនេះគឺចង់និយាយថាបងប្អូនខ្លះគាត់នៅឆ្ងល់ថាបញ្ញាក្អែកអីខ្លះដែលយើងអាចយកមកប្រើការបានបាទព្រោះពេលខ្លះទៅគាត់ជួបប្រទះដោយខ្លួនគាត់ទៅពេលខ្លះទៅក៏មានគេជូនមកគាត់ចឹងទៅហើយបញ្ញាក្អែកហ្នឹងគឺឈ្មោះប្លែកច្រើនមុខហើយគាត់អត់ដឹងថាបញ្ញាក្អែកណាគេយកធ្វើអីសាងជារូបអីឲ្យត្រូវអញ្ចឹងណាខ្ញុំចង់បញ្ជាក់នៅក្នុងពេលនេះសម្រាប់បងប្រុសដែលបងប្អូនទាំងអស់គ្នាអាចយល់បានតាមរយៈការកសាងរបស់គាត់ណាបងប្អូនបាទដែលបងប្អូនអត់ទាន់ដឹងទាន់ស្គាល់នេះបងប្អូនអាចមើលបានហើយអាចយល់តាំងពីគាត់សាងពីចំនួន10អង្គឥឡូវមកថែមដល់10អង្គជាងទៀតតែក្នុងនោះបញ្ញាក្អែកដែលគាត់យកមកកសាងនឹងមានតែ7មុខទេហើយក្នុងនោះមានពៅដោះមួយបញ្ញាក្អែកដែលគាត់យកមកកសាងនឹង7មុខហ្នឹងគឺមានដើមចែងបាទបញ្ញាដើមម្សៅដើមកទួតព្រៃដើមស្នោដើមវល្លិតដើមកណ្ដោលនិងដើមអង្គាបោះហើយមួយអង្គចុងក្រោយនេះគឺពៅដោះគឺតួអង្គព្រះវិស្ណុបាទមានតែមួយទេពៅដោះហ្នឹងណាចឹងបងប្អូនអាចមើលរបស់គាត់នឹងយល់ហើយថាបញ្ញាក្អែកដែលយើងយកមកប្រើការបានហ្នឹងគឺមានប្រភេទច្រើនមុខអញ្ចឹងហើយមានឈ្មោះហើយអាចសាងជារូបអីបានបាទទីបញ្ចប់នេះដែរខ្ញុំក៏សូមថ្លែងអំណរគុណដល់បងប្អូនទាំងអស់គ្នាដែលចូលរួមទស្សនានិងសូមអរគុណដល់បងប្រុស